នៅថ្ងៃទី3ខែវិច្ឆិកាសប្តាហ៍មុនលោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនម៉ាណែតបានបញ្ជាឲ្យក្រសួងអប់រំពង្រឹងវិធានការហាមឃាត់ការលក់ចែកចាយផ្សព្វផ្សាយនិងទទួលទានភេសជ្ជៈផ្អែមនៅក្នុងសាលារៀនរដ្ឋនិងឯកជនដើម្បីលើកកម្ពស់សុខភាពតើភេសជ្ជៈផ្អែមឬនិយាយរួមជាតិស្ករបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងណាប្រៃធ្វើឲ្យឡើងឈាមខ្លាញ់ធ្វើឲ្យធាត់ចុះផ្អែមបើមិនឲ្យបរិភោគចេកមួយអាទិត្យក៏មិនអីមិនបរិភោគសាច់ក្រកមួយខែក៏បានឲ្យតមគ្រាប់ស្វាយចន្ទីគ្រាប់សណ្ដែកដីកន្លះខែក៏គ្មានអ្វីលំបាកសោះចុះបើត្រូវខ្វែងឈប់បរិភោគគ្រឿងផ្អែមភេសជ្ជៈផ្អែមភេសជ្ជៈពៅកម្លាំងតើអ្នកធ្វើបានទេចម្លើយតាមបែបវិទ្យាសាស្ត្របើមិនទទួលទានជាតិផ្អែមសោះអ្នកនឹងមានអារម្មណ៍មួម៉ងខ្វល់ខ្វាយបាក់ទឹកចិត្តមានវិបត្តិដំណេកប្រៀបដូចជាខ្វះជាតិញៀនអ្វីម្យ៉ាងដូច្នោះមានមនុស្សច្រើនណាស់ដែលចូលចិត្តស្ករសូកូឡាស្ករគ្រាប់ការ៉េមគ្រឿងផ្អែមយុវជនយុវនារីក្មេងជំទង់ស្រីប្រុសសម័យថ្មីវក់វីនិងភេសជ្ជៈផ្អែមភេសជ្ជៈពៅកម្លាំងយ៉ាងខ្លាំងពេញនិយមពេករហូតលែងខ្វល់មិនបានគិតដល់ថាជាតិស្ករជាតិផ្អែមក្នុងអាហារទាំងអស់នោះអាក្រក់ខ្លាំងណាស់ដល់សុខភាពចំណីអាហារនំមានជាតិផ្អែមឬនិយាយជាទូទៅស្ករបង្កឲ្យមានជំងឺដង្កូវស៊ីធ្មេញជំងឺរលាករ៉ាំរ៉ៃជំងឺទឹកនោមផ្អែមជំងឺថ្លើមជំងឺសម្ពាធឈាមជំងឺសរសៃឈាមបេះដូងឬក៏ជំងឺធាត់នៅមានឥទ្ធិពលខ្លាំងណាស់ទៅលើខួរក្បាលបើមានទោសច្រើនម្លឹងហេតុអ្វីបានជាគេនាំគ្នាផលិតនិងនៅតែបន្តបរិភោគស្ករទៀតមាននាទីជាអ្នកចុចភ្ញូចប្រព័ន្ធប្រសាទខួរក្បាលផ្នែករីករាយបានទទួលរង្វាន់ស្ករជាតិផ្អែមប្រៀបដូចជាគ្រឿងញៀនដាក់ចូលមាត់កាលណាស្ករនឹងទៅរំញោចរំដោះអរម៉ូនដូប៉ាមីនដែលជាអរម៉ូនដ៏រីករាយហេតុដូច្នេះហើយបានជាកាន់តែញ៉ាំច្រើនយើងកាន់តែចូលចិត្តចង់បរិភោគទៀតក្រុមហ៊ុនឧស្សាហកម្មចំណីអាហារបានយល់អំពីបាតុភូតនៃគ្រឿងញៀនដ៏ស្រទន់នេះទើបលួចដាក់បញ្ចូលថែមជាតិស្ករទៅក្នុងគ្រប់ផលិតផលចំណីអាហារតែស្ទើរទាំងអស់រាប់ទាំងអាហារនិងម្ហូបប្រៃផងជាលទ្ធផលមនុស្សសម័យបច្ចុប្បន្នបរិភោគស្ករច្រើនហួសកម្រិតដែលបេះដូងអាចទ្រាំទ្រទទួលបានបើតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោកមនុស្សម្នាក់ត្រូវការស្ករបន្ថែមប្រមាណតែ25ក្រាមក្នុងមួយថ្ងៃឬស្មើនឹងប្រមាណ6ស្លាបព្រាកាហ្វេតែប៉ុណ្ណោះក៏ប៉ុន្តែភេសជ្ជៈផ្អែមមួយកំប៉ុង330មីលីលីត្រមានផ្ទុកជាតិស្ករលើសសេចក្តីណែនាំរបស់ភ្នាក់ងារអង្គការសហប្រជាជាតិស្រេចបាត់ទៅហើយជាងនេះទៅទៀតជាតិផ្អែមស្ករនៅក្នុងភេសជ្ជៈគឺជាប្រភេទស្ករមានសកម្មភាពលឿនដែលអាចជ្រាបចូលទៅក្នុងសរីរាង្គកាយបានយ៉ាងរហ័សជាហេតុធ្វើឲ្យអត្រាជាតិស្ករក្នុងឈាមបុកឡើងយ៉ាងខ្ពស់ក្នុងពេលតែមួយប្រព្រឹត្តប្រែកនិងគឺជាតំណាងដ៏គ្រោះថ្នាក់បំផុតសម្រាប់សុខភាពចុះភេសជ្ជៈពៅកម្លាំងតើវាពិតជាជួយលើកកម្លាំងមែនឬភេសជ្ជៈផ្អែមមានច្រើនម៉ាកច្រើនទម្រង់ណាស់និងមានដាក់លក់យ៉ាងពោពាសក្នុងហាងក្នុងតូបគ្រប់ទិសទីទាំងអស់ទីផ្សារភេសជ្ជៈពៅកម្លាំងបានស្ទុះឡើងយ៉ាងលឿនរហ័សនិងប្រមូលចំណូលបានច្រើនណាស់ដល់ទៅប្រមាណជា600លានអឺរ៉ូនៅក្នុងឆ្នាំ2024នៅក្នុងប្រទេសបារាំងមួយក្មេងៗគឺជាផ្ទាំងស៊ីបនៃភេសជ្ជៈនេះខ្លាំងជាងគេពីព្រោះអ្នកទទួលទានចំនួនជាងពាក់កណ្ដាលមានអាយុប្រមាណតែពី18ទៅ35ឆ្នាំតែប៉ុណ្ណោះប៉ុន្តែមិនដោយការផ្សព្វផ្សាយពាណិជ្ជកម្មភេសជ្ជៈពៅកម្លាំងនេះគឺជាគ្រាប់បែកស្ករប្រឆាំងសុខភាពជាភេសជ្ជៈដែលផ្ដល់ថាមពលប្រហោងហេតុដូច្នេះហើយបានជាសម្លេងប្រឆាំងបានផ្ទុះលាន់ឡើងនៅសភាបារាំងនៅថ្ងៃសុក្រទី7វិច្ឆិកាសភាបារាំងបានអនុម័តច្បាប់យកពន្ធលើភេសជ្ជៈផ្អែមពៅកម្លាំងមានជាតិអាល់កុលក្នុងកម្មវត្ថុរារាំងការរីកដុះដាលនៃទីផ្សារភេសជ្ជៈផ្អែមប្រភេទថ្មីមានជាតិរំញោចរំភើបនិងជាតិស្ករហើយដែលអាចយកទៅលាយជាមួយនឹងស្រាខ្លាំងគ្រប់គ្នាសុទ្ធតែដឹងថាសុរាឬក៏អាល់កុលអាក្រក់ណាស់ចំពោះសុខភាពពីព្រោះវាជាកត្តានាំឲ្យមានគ្រោះកាត់ជំងឺមហារីកជំងឺសរសៃឈាមបេះដូងជំងឺនៅប្រព័ន្ធរំលាយអាហារក្រពះពោះវៀនព្រមទាំងអាការៈជំងឺស្រាលៗជាច្រើនទៀតដូចជាអស់កម្លាំងរ៉ាំរ៉ៃមានវិបត្តិដំណេកវិបត្តិខួរក្បាលឬក៏វិបត្តិចងចាំ
ចំណែកឯភេសជ្ជៈពៅកម្លាំងមានជាតិផ្អែមស្ករខ្ពស់កប់ពពកហើយមានសារធាតុរំញួចញ័រជាច្រើនមុខបូកផ្សំទៀតគ្រោះថ្នាក់ខ្លាំងបំផុតនៃភេសជ្ជៈពៅកម្លាំងគឺជាតិស្ករដែលជាថ្នាំពុលសម្រាប់សរីរាង្គកាយដោយបំផុសឲ្យមានភាពច្របូកច្របល់បាត់សណ្ដាប់ធ្នាប់នៅក្នុងខ្លួនក្នុងមួយកំប៉ុងមានជាតិស្ករដល់ទៅប្រមាណ27ក្រាមឬត្រូវជាប្រមាណ5ទៅ9ដុំបន្ទាប់មកទៀតគឺជាតិកាហ្វេអ៊ីនបរិភោគភេសជ្ជៈផ្អែមមួយកំប៉ុងប្រៀបដូចជាផឹកជាតិកាហ្វេអ៊ីនស្មើនឹងកាហ្វេអេសប្រេសូចំនួន2ពែងជាតិកាហ្វេអ៊ីនអាចដាស់ភ្ញួយសរីរាង្គឲ្យញ័ររំជួយបើមានត្រឹមតែជាកាហ្វេអ៊ីនក្នុងបរិមាណដូចជាកាហ្វេខ្មៅមួយពែង2វាមិនថ្មីទេតែបញ្ហានៃភេសជ្ជៈផ្អែមវាគឺជាបណ្ដុំនៃសារធាតុភ្ញួយដ៏ច្រើនមុខលាយចម្រុះគ្នាជាតិកាហ្វេអ៊ីនអាចដាស់ភ្ញួយសរីរាង្គឲ្យញ័ររំជួយឡើងហើយសារធាតុខ្លះទៀតដូចយ៉ាងសារធាតុតូរីនប្រភេទអាស៊ីតអាមីនេម្យ៉ាងដែលមាននៅក្នុងខ្លួនស្រាប់សម្រាប់ជួយបំពន់ពៅសាច់ដុំនិងបេះដូងហើយត្រូវស្រូបចូលបន្ថែមក្នុងបរិមាណដ៏ច្រើនទៅកកផ្ដុំឲ្យថ្លើមក្រលៀនចម្រាញ់ចម្រោះប្រឹងធ្វើការដោយឥតប្រយោជន៍គឺជាការនាំឲ្យខូចសណ្ដាប់ធ្នាប់សុខភាពភេសជ្ជៈខ្លះមានថែមទាំងសារធាតុហ្គារ៉ាណានិងផលិតផលពៅដ៏ច្រើនផ្សេងមុខទៀតល្បាយភេសជ្ជៈពៅកម្លាំងមានជាតិផ្អែមដែលបើលាយជាមួយស្រាទៅនឹងបិទបាំងជាតិអាល់កុលធ្វើឲ្យអ្នកបរិភោគដែលភាគច្រើនជាក្មេងទើបចាប់ពេញវ័យផឹកបានស្រួលនិងបានយ៉ាងច្រើនអ្នកបរិភោគភេសជ្ជៈផ្អែមទាំងអស់នេះជាយុវវ័យអាយុប្រមាណពី18ទៅ18ឆ្នាំចំនួន7%បានទទួលស្គាល់ថាមានផលរំខានដល់សុខភាពនៅពេលផឹកភេសជ្ជៈពៅនេះចូលទៅផលប៉ះពាល់ដល់សុខភាពបើតាមទីភ្នាក់ងារសុខាភិបាលបារាំងរៀបរាប់ឃើញមានផលរំខានពាក់ព័ន្ធទៅនឹងភេសជ្ជៈពៅកម្លាំងចំនួន2ផ្នែកទី1គឺជាអាការៈសញ្ញាគ្លីនិកមានអារម្មណ៍ថប់ណែនចុកក្នុងទ្រូងញ័រខ្លួនបេះដូងលោតញាប់ឡើងសម្ពាធឈាមបញ្ហាចង្វាក់ដែលអាចធ្វើឲ្យបេះដូងគាំងទី2គឺបញ្ហាផ្លូវចិត្តនិងអត្តចរិតឆាប់ឆេវឆាវឆាប់ខឹងកើតទុក្ខឆាប់ស្លន់និងរវើរវាយផ្ដេសផ្ដាស់ដើម្បីកាត់បន្ថយហានិភ័យចំពោះសុខភាពសូមបរិភោគភេសជ្ជៈផ្អែមពៅកម្លាំងនេះជាលក្ខណៈម្ដងម្កាលបំផុតហើយម្ដងតែមួយកំប៉ុងតែប៉ុណ្ណោះជៀសវាងកុំបរិភោគភេសជ្ជៈនេះនៅពេលមុននិងកំពុងធ្វើសកម្មភាពហាត់ប្រាណបញ្ចេញកម្លាំងកាយសម្បទាពីព្រោះវាអាចបង្កើនគ្រោះខ្សោះជាតិទឹកនៅក្នុងខ្លួនបន្ទាប់មកទៀតសូមកុំពិសាភេសជ្ជៈលើកកម្លាំងលាយជាមួយនឹងសុរាស្រាឬក៏អាល់កុលស្ត្រីមានផ្ទៃពោះកុមារឬក៏អ្នកមានបញ្ហាសុខភាពជាប់នឹងខ្លួនដូចជាបញ្ហាបេះដូងថ្លើមប្រព័ន្ធប្រសាទបញ្ហាផ្លូវចិត្តឬខ្សោយតម្រងនោមមិនគួរពិសាភេសជ្ជៈផ្អែមប្រភេទពៅដំឡើងធម្មពលនេះទេធម្មពលទទួលបានពីភេសជ្ជៈផ្អែមមានប្រភពចម្បងចេញពីជាតិស្ករកាហ្វេអ៊ីននិងតូរីននិងជាធម្មពលសើដែលនឹងរលាយបាត់ទៅវិញហើយបន្សល់ទុកនៅការអស់កម្លាំងជាខ្លាំងនៅប្រមាណ1ម៉ោងក្រោយ